So saya nak tahu ni kan yang tu video blog មួយការតារាលេងប្រចាំឆ្នាំជាមួយនឹងក្រុមការងារអានេះក៏រត់បន្ទាប់ពីរៀបចំខ្លួនរួចរាល់បន្ទាប់មកខ្ញុំក៏ចេញទៅរកទិញអីញ៉ាំពេលផឹកឲ្យហើយព្រោះយើងធ្វើដំណើរផ្លូវឆ្ងាយហើយក៏ញ៉ាំអីរួចរាល់ក៏ធ្វើដំណើរចូលតាមច្រកផ្លូវលឿនលឿនអញ្ចឹងជិះមួយសន្ទុះក្រោយមកក៏ឈប់នៅ station ដើម្បីរកទិញភេសជ្ជៈញ៉ាំតាមផ្លូវអញ្ចឹងណាហើយក៏រត់ក៏ទាចូលម៉ាតអញ្ចឹងទិញនេះទិញនោះញ៉ាំលើឡានតម្រាំតែដល់ទីតាំងកន្លែងយើងលេងអញ្ចឹងណាហើយនេះសកម្មភាពខ្លះៗនៅក្នុងឡានរវាងម៉ាក់ហើយនឹងកូនគេបន្ទាប់មកក៏បន្តដំណើរមកខាងមុខទៀតហើយច្រកដែលខ្ញុំត្រូវចេញហ្នឹងគឺច្រកស្រែអំបិលហើយខាងឆ្វេងដៃនេះគឺទាវដែលខ្ញុំធ្លាប់ញ៉ាំឡើងហ្នឹងគឺឆ្ងាញ់ជិះមួយសន្ទុះក្រោយមកក៏ដល់ស្ពានខ្សែអំបិលហើយខ្ញុំជិះហួសផ្លូវអញ្ចឹងក៏បត់ត្រឡប់ក្រោយជាក់ស្ដែងទីតាំងហ្នឹងគឺមកគឺត្រូវបត់ឆ្វេងទេប៉ុន្តែខ្ញុំជិះហួសទេខ្ញុំត្រូវបត់ស្ដាំអញ្ចឹងបន្ទាប់ពីបត់ចូលបានប្រហែលជាខ្ទង់1គីឡូដីជាងហ្នឹងក៏មានច្រកគេគឺកោះសាវ៉ាគេដាក់ resort អញ្ចឹងយើងជិះមកតាមផ្លូវក្រហមរហូតដល់ទីតាំងចំណតឡានអញ្ចឹងបន្ទាប់ពីជប់ហើយខ្ញុំមិនក៏រត់បានចុះពីលើឡានហើយរងចាំខាងបុគ្គលិក resort គេមកច្រឡងទៅកាន់ resort អញ្ចឹងណាអានេះសកម្មភាពគាត់រត់ពេលម្ដងបន្ទប់គឺសប្បាយចិត្តមែនតែនហើយបានមកឃើញបន្ទប់ស្អាតហើយទេសភាពខាងក្រោយបន្ទប់ខ្ញុំគឺស្អាតមែនតែននៅក្នុង resort កោះសាវ៉ាហ្នឹងទឹកខៀវហើយនិយាយទៅស្អាតតែម្ដងពេលដែលមកដល់គឺមានអារម្មណ៍ថាស្រស់ស្រាយបន្ទាប់ពីបានឈប់សម្រាកមួយរយៈមកក៏ដល់ពេលម៉ោងញ៉ាំបាយអញ្ចឹងខ្ញុំឲ្យក្រុមការងារខ្ញុំគឺចាប់ផ្ដើមសប្បាយបដើហើយយើងញ៉ាំបាយហើយអញ្ចឹងទៅយើងចាប់ផ្ដើមញ៉ាំអីជែកជុំគ្នាអញ្ចឹងណាមើលទៅតាមមុខអាគុណយើងនៅវែងឆ្ងាយជុំអំពលទឹករៀងសប្បាយអាកាសទីប្រថងស្នេហ៍មានមេសុខសុខសាន្តស្ងាត់អូនថាប្រកាសលើខ្លាអូ my god ចឹងបន្ទាប់ពីពេលថ្ងៃបានកន្លងផុតទៅពេលយប់មកដល់ហើយជាពេលវេលាដែលពួកយើងចាប់ផ្ដើមញ៉ាំអាហារពេលល្ងាចជាមួយនឹងគ្នាអានេះសកម្មភាពពនរនក៏ដូចជាកូនបងដែលគាត់មកកំសាន្តនៅទីតាំងនឹងជាមួយលេងជាមួយគ្នាសង់តង់គ្នាល្អអញ្ចឹងពេលព្រឹកខ្ញុំហើយនឹងគ្រួសារខ្ញុំបានចេញទៅក្រៅមើលថៃអញ្ចឹងណាព្រោះពេលជប់ផឹកស្ទូថៃទៅតាមក ូនអញ្ចឹងណាយកបោកមកស្ទួយបានណាប៉ាអញ្ចឹងអានេះគឺទេសភាពនាពេលព្រឹកនៅក្នុងកោះសាវ៉ាហើយគុណរត់ហើយម៉ាមីគេជិះទូងហើយអង្គុយស្រូបយកខ្យល់អាកាសទៅទីតាំងនៅខាង resort ហ្នឹងគឺធំទូលាយហើយបរិយាកាសល្អអញ្ចឹងបន្ទាប់ពីដើរលេងសពគ្រប់អីហើយខាង resort ក៏គេមានជូនហើយជាប័រជិះដើរលេងជុំវិញមើលកោះអញ្ចឹងណាហើយទេសភាពដែលថតចេញពីប័រនេះមើលទៅស្អាតមែនតើមានអារម្មណ៍ថាស្រស់ស្រាយត្រជាក់ជិះមើលតាមដងដៃសមុទ្រអីចឹងណាវាធ្វើអារម្មណ៍យើងវាបាត់ទុកកង្វល់ចឹងទៅអញ្ចឹងបន្ទាប់ពីមកដល់ resort ហើយខ្ញុំក៏សូមខាងក្រុមការងារចេញទៅភ្នំពេញមុនព្រោះគិតថាចង់ទៅសម្រាប់នៅផ្ទះអញ្ចឹងទៅវាបានស្រួលខ្លួនអញ្ចឹងទៅព្រោះអាចថាស្អែកហ្នឹងយើងទៅធ្វើការអញ្ចឹងទៅវាអត់ធិញធងអញ្ចឹងទៅអញ្ចឹងខាង resort ក៏គេជូនយើងត្រឡប់ទៅចំណតឡានវិញហើយនៅតែមានអារម្មណ៍ថាសប្បាយព្រោះទីតាំងហ្នឹងស្អាតហើយservice គេក៏ល្អដែរអញ្ចឹងបន្ទាប់ចេញពីខាងផ្លូវកោះកុងមកខ្ញុំក៏បន្តមកផ្លូវជាលេខ4ហើយចូលតាមច្រកស្រែអំបិលផ្លូវលឿនលឿនបន្តដំណើរទៅភ្នំពេញជិះលេងជាមួយនឹងគ្រួសារព្រោះអត់មានបញ្ញត្តិទៅណាទេហើយប្រហែលជាម៉ោង 7:03 ខ្ញុំក៏មកដល់ច្រកចេញនៃផ្លូវលឿនលឿនភ្នំពេញហើយនេះជាដំណើរកំសាន្តប្រចាំឆ្នាំ2025របស់ខ្ញុំហើយមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា